អើអូហើយវ៉ាវបេក្ខជនម្នាក់នេះគាត់ក្លាហានវិញគាត់ហ៊ានថើបមែនតើ Hey yo សួស្តីអ្នកនរគ្នា Welcome back ខ្ញុំ Moon Boy ហើយឥឡូវយើងទៅមើលកម្មវិធីប្រឡង X Factor Cambodia វគ្គចាត់ audition សប្តាហ៍ទី3 Okay let's goបុកពេសននៃវាយើងចារួមគ្នាបងនឹងពុំងាបានស្គាល់គ្នាជានិស័យរងចាំសែនយូរគូព្រេងនៅក្នុងក្តីស្រមៃបេះដូងគួចស្នេហ៍ចរណៃគឺជានិស័យ សំឡេងគាត់ធ្ងន់ល្អណាស់ឡើងមូលមកសាយបុពេបានចាភក្ត្រាស្រទុនមានមុនសនដុំអោកែវឆោមយំឲ្យរៀមចាប់ចិត្តចេតនាសំរងភោផងលំពណ៌ល្អដូចអប្សរាប្រព្រៃស្មាកូនទេវតាឲ្យបងស្នេហាដកចិត្តមិនរួចគឺគាត់ច្រៀងមកមនោសញ្ចេតនាអីគឺនៅក្នុងនឹងទាំងអស់ហ្មងគាត់ដាក់មនោសញ្ចេតនាបានល្អខ្លាំងមែនតែនមកម្ចាំងបេះដូងអូនអើយបងស្រឡាញ់នាងចិត្តនេះឥតលៀងគឺនាងដែលបងប្រាថ្នាទុកជាគូគប់រួមនិស័យកាយខ្នើយវាសនាតើអូនមេត្តាសណ្ដោងករណាព្រមម្នាក់នេះទេអារម្មណ៍ស្និទ្ធស្នាលខ្លាចជាស្នេហាប្រចាំជីវ៉ាពេលអូននៅគៀកក្បែរគេបេះដូងដឹងច្បាំងស្រលាញ់អាយ៉ាធ្វើគូក្រុងបងបានទេសន្យាមិនរេស្មោះលំសាយអើយបេះដូងដឹងច្បាំងស្រលាញ់ពិតស្ម័គ្រតែមៀតមេធ្វើគូក្រុងបងបានទេសន្យាមិនរេស្មោះលំសាយអើគាត់ថើបមែនតើវ៉ាវបេក្ខជនម្នាក់នេះគាត់ក្លាហានវិញគាត់ហ៊ានថើបមែនតើអរគុណច្រើនបាទអរគុណច្រើនបាទយោអមិនទេបងទៅណាចោលខ្ញុំមកវិញសិនមកទេអូយសវណ្ណបាទបងបាទសវណ្ណសំដែងនេះឲ្យបងបោះសក់ហ្មងណាអរគុណសវណ្ណនិយាយទៅអៀនមែនតើណាបងព្រោះសវណ្ណគាត់ឆ្លាតវៃជួនកាលអារម្មណ៍ឌូតត្រូវការតួស្រីជួយសម្ដែងគាត់មានអារម្មណ៍ច្រៀងល្អជាមួយនឹងបទចម្រៀងហើយគាត់ខ្ញុំក៏ជួយសម្ដែងគាត់ទៅអូយបងអៀនណាលក្ខណៈកម្មការអៀនមែនតើបងអូយអរគុណច្រើនអូនអាយយមកឈុតធំមកខ្លាំងធំខ្លាំងហើយមិននាំគេរត់ចោលខ្ញុំចឹងអត់ទេបងឃើញអូនដូចផ្អែមល្ហែមចេះចង់ទុកឲ្យនៅតែពីរនាក់និយាយទៅពិភពលោកនេះគឺមានតែពីរនាក់អូនទេសវណ្ណកោបពេលដៃអូនក្អូបបងក្អូបអូខេមិញហ៊ានឆ្លើយថាអត់កោបនេះវិញបដ ாய் អូយមិញចេះសណាងអត់មានកាន់អីមិញថាម៉េចសុំ repeat ភាសាទៀតចុះអូនទៅពេលកាន់អីហើយអត់លាងដៃទេចាចង់និយាយមិញចេះអត់កាន់អីផ្ដេសផ្ដាស់អញ្ចឹងហ្នឹងហើយអូយកាន់បងមិញអត់តន់ជូតដៃទេថាខមមិនទៅលេងមិញកាន់ដៃខ្ញុំសវណ្ណ
បាទបងបាទ សវណ្ណការបែកគ្នាមួយរយៈបន្ទាប់ពីអូនចាក់ចេញពីកម្មវិធីមកដល់វគ្គនេះម៉ោងនេះពេលនេះអូនចូលខ្លួនសារជាថ្មីជាមួយនឹងការប្រកួតប្រជែងរបស់ X Factor មិនត្រឹមតែអាប់ដេតគេហៅថាសំលៀងសមត្ថភាពទេកាន់តែមានភាពក្លាហានជាងមុនណាអត់ខ្វល់ថាបងលិនមានគូឬមិនគូអីទេដឹងថាបងលិនម៉ោងហ្នឹងពេលហ្នឹងគឺជាតួស្រីនៅក្នុងបទចម្រៀងមួយបទហ្នឹងយេឆ្លាតមែនតែនដែលគេហៅថានេះគេហៅកត្តារួមផ្សំណាបើសិនជាយើងដឹងថាខ្លួនយើងចង់ឲ្យយើងចូលតួខ្លាំងជាងហ្នឹងតើយើងត្រូវការជំនួយអូនប្រកែមែនតែនសូមសរសើរសម្រាប់ការបង្ហាញសមត្ថភាពលើកនេះបងក៏មានការភ្ញាក់ផ្អើលដែរហើយក៏អបអរសម្រាប់ការបញ្ចេញសមត្ថភាពដោយមិនមានភាពខ្វះខាតច្រើននៅក្នុងហ្នឹង ចា អរគុណបង អរ បាទ គុណសវណ្ណនិយាយធំបងបង ខ្ញុំឃើញថាយាយដូចខ្ញុំធ្លាប់និយាយចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ស្គាល់គាត់ធ្លាប់ឃើញគាត់ប្រឡងនៅកម្មវិធី Cambodia Idol ហ្នឹងហើយចាកាលនោះគាត់ខ្ញុំឃើញថាគណៈកម្មការគាត់ comment ច្រើនពីចំណុចខ្វះខាតរបស់គាត់ប៉ុន្តែឥឡូវគាត់មកម្ដងទៀតគាត់ធ្វើបានល្អខ្លាំងមែនទែនសម្រាប់ការសម្ដែងចេញរបស់គាត់ការប្រឡងរបស់គាត់យ៉ាហើយគណៈកម្មការគាត់ comment មកគឺអត់ទៅមានកំហុសច្រើនទេយ៉ាហើយយើងមានតែជូនពរគាត់ឲ្យគាត់ទៅកាន់វគ្គខាងមុខទៀតទៅរហូតដល់ទៅកាន់តែជ្រៅមកព្រោះអីសម្លេងគាត់ធ្ងន់ល្អហើយព្រោះស្ដាប់ទៅមានមនោសញ្ចេតនានៅក្នុងហ្នឹងហ្មងហើយពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេហើយអ្នកអាយ៉ាអាចក្រោមបានចាំជួបក្នុងវីដេអូក្រោយបាយ បានទេសន្យាមិនរេស្មោះលំសាយអើយបេងដងដឹងច្បាំងស្រឡាញ់ពិតស្ម័គ្រតែមៀតមេធ្វើគូរងបងបានទេសន្យាមិនរេ
ចិត្តគ្មានអ្វីតវ៉ាតើអ្នកណាដែរដឹងថាខ្ញុំនេះឈឺចាំសុខចិត្តស្លាប់បើរងឈឺចាប់ខ្លាំងមែននេះជាជំរឿចុងក្រោយបើសិនអាយខ្ញុំស្លាប់ទ្រាំឈឺចាប់ខ្ញុំច្រាស់ស្លាប់ប្រសើរជាងរស់ Hey yo welcome back អ្នកនរគ្នាឥឡូវយើងទៅ reaction កម្មវិធី X Factor Cambodia រដូវកាលទី2ឥឡូវខ្ញុំ reaction គាត់ឈ្មោះងាសេរីណានដោយសារខ្ញុំធ្លាប់ឃើញគាត់ yes នៅក្នុង Facebook គាត់ជា content creator គាត់កូនរបស់មីងអ៊ីតហ្នឹងហើយកូនរបស់មីងអ៊ីតគាត់ធ្លាប់ឃើញគាត់សម្ដែងយើងអត់ដែរឃើញគាត់ច្រៀងទេឥឡូវតោះយើងទៅមើលគាត់ច្រៀងទាំងអស់គ្នាថាអូខេមិនដែរឥឡូវខ្ញុំសុំខាដាក់ទៅកន្លែងគាត់ច្រៀងមកគាត់យកបទប្របាកមកច្រៀងទៀតខ្ញុំគាត់ធ្វើបានល្អនាងណាមួយដឹងថាខ្ញុំឈឺហើយគេមិនលឺឬគេមិនចង់លំមនឹងគេស្រួនអូនរੂកូនដាធ្វីមលោម្រេចបងបោកចិនអូទឹកភ្នែកហូរមិនឈ្នះចិនដែលខំទុំដូចមេឃជោគត្រូវបានគេកំណត់ទុកហើយដូចបេះដូងអូនត្រូវការបងមិនអានមានអ្នកផ្សេងជុំនោះឡើយនឹកបងអំពីទំហំចិនមានជីវិតស្ទើរលែងកិនខ្វល់អ្វីទូអ្នកផ្សេងដូចបងក៏មិនស្រឡាញ់ចិត្តចាំតែថ្លៃម្នាក់គ្មានអ្នកណាជំនួសបងបានអូនមិនអាចស្ម័គ្រគឺបងម្នាក់ដែលអូនធ្លាប់ស្គាល់ធ្លាប់ไปដើមស្រឡាញ់គឺអូនស្ម័គ្រចាំបងមកជួបអូនស្រឡាញ់បងត្រង់ស្មងស្រឡាញ់បងត្រង់ក្បត់ស្រឡាញ់បងអូនចូលចាំស្គាល់ត្រង់រួចជាស្នេហាស្រឡាញ់បងស្លាប់ចិត្តគ្មានអ្វីតវ៉ាតែអ្នកណាដែរដឹងថាខ្ញុំនេះឈឺចាំសុខចិត្តស្លាប់បើរងឈឺចាប់ខ្លាំងមែននេះជាជំរឿចុងក្រោយបើសិនអើយខ្ញុំស្លាប់ទ្រាំឈឺចាប់ខ្ញុំច្រាស់ស្លាប់ប្រសើរជាងរស់នៅមនុស្សដែលខ្ញុំស្រឡាញ់គេតែចិនទៅលឺតែបើអូនស្រឡាញ់បងណាមិនបដូរឈ្មោះស្មោះតែបងស្រឡាញ់បងត្រង់ស្មងស្រឡាញ់បងត្រង់ក្បត់ស្រឡាញ់បងអូនជួយចង់ស្គាល់ក្រុមរួចជាស្នេហាស្រឡាញ់បងស្លាប់ចិត្តគ្មានអ្វីតវ៉ាតើអ្នកណាដែរដឹងថាខ្ញុំនេះឈឺចាំសុខចិត្តស្លាប់បើរងឈឺចាប់ខ្លាំងមែននេះជាជំរឿចុងក្រោយបើសិនអាយខ្ញុំស្លាប់ទ្រាំឈឺចាប់ខ្ញុំច្រាស់ស្លាប់ប្រសើរជាងរស់នៅមនុស្សដែលខ្ញុំស្រឡាញ់គេដែលចិនទៅលឺតែបើអូនស្រឡាញ់បងណាមិនបដូរឈ្មោះស្មោះតែបង Oh my god អរគុណស្រីណាន Oh my god គាត់ច្រៀងបានល្អខ្លាំងមែនទែនធ្លាប់តែមើលគាត់សម្ដែងតែមើលគាត់ច្រៀងវិញម៉ែសំឡេងស្រែកឡើងកប់ស្រីខ្ញុំដូចជាអត់មានអីទេនេះខ្ញុំគិតថាគាត់ច្រៀងព្រោះហ្នឹងហើយដូចតារាអាជីពចឹងអ្នកនរគ្នាគិតមិនដែរជូនពរគាត់ឲ្យទៅកាន់វគ្គខាងមុខបន្តទៀតរហូតទៅដល់វគ្គជ្រៅហើយពីខ្ញុំទៅអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំវីដេអូក្រោយបាយបាយ